បើជាបងប្អូនសុំតាមដានកំសាន្តបាត់ចង្វាក់លំលាវញាតប្រុសស្រីបើចឹងក៏សល់វហាគង់ណៃចាប់ជាបៃជូនដូចតទៅសំឡាញ់ចិត្តសក្រវាអូនណានិតកាកំត្រាយអនក៏ដុំឆែបមកបងមិនដឹងសោះបើអូនមានថ្មីស្រីមានចោះឲ្យតែប្រាប់បងស្មោះបងឲ្យអស់សង្ស័យអរណាសំឡាញ់ចិត្តសក្រវាអូនណានិតកាកំភ្លេយើងស្រឡាញ់គ្នាទាំងពីក្មេងអាណដល់ពេលអូនធំបែកចិត្តផ្សេងដូចចិត្តនឹងប្រេងបវយរលាយបាត់អរណាសំឡាញ់ចិត្តអូនចង់កែនាងតូចមកដូចកែណអូនសដន់បវកំពុងក្បំណាអនជាងការហាសើចឡើងសែនសំស្លាយអូនក្រមុំបវាយរូបឆាតឆាយអរណាសំឡាញ់ចិត្តអនសរួញមុខលីមកច្រើនមានរត់អនក្រយៅគោលគុំដឹកឆ្ងាយច្រមុះអនសោមក្តោបទួនសាយពូកែលែបខាយមកបាយវាសំដីអរណាសំឡាញ់ចិត្តចាសូមអរគុណលោក
លោកតាអត់មានមើលឃើញនាងខ្ញុំខ្លះហ្មងហ៎ បាទ មើលឃើញស្មៅស្មៅអីខ្លះ អត់ទេ លោកតា អត់ ឈឹងតែម្ដងណា បាទ ចា តែមិនដឹងអ៊ំមិនដឹងពួកខ្ញុំចូលមក ហ៎ មិនដឹង ចាំមិនដឹងថាខ្ញុំចូលមកមិនហ្នឹង លឺសូរសម្រាប់ជើ អូ ង លឺសូរសម្រាប់ជើងអញ្ចឹងបានន័យថាកៅភ្នែករបស់លោកតាគឺកជាសំខាន់ជាងគេ បាទ ចាទាំងស្ដាប់ទាំងអ្វីវៀងវៃសពគ្រប់បែបយ៉ាងទៅលើកជាតែមួយ ព្រោះនេះណែគេហៅថាប្រាសាទចក្ខុហ្នឹងវា ចា បាត់នៅខាងសោតតាមិនទាន់ខូច អូ ដល់ខូចសោតតាទៀតក៏នៅ ចប់ ទៅ ហើយ ឆ្នាំហ្នឹងលោកតាបច្ចុប្បន្នប៉ុន្មានហើយ ខ្ញុំ72 72ហើយ បាទ ចុះសប្តាហ៍ថ្ងៃហ្នឹងសុខភាពរបស់លោកតាយ៉ាងម៉េចដែរ សុខភាពមិនសូវស្រួលហ្មងដែរវាជាច្រៀងចូលច្រើនហត់ អូឆាប់ហត់ណាលោកតា ហត់ អ មិន ត់ ដូចកាលមុន មកដូចពីមុនច្រៀងបានរាប់ម៉ោង អូកាលមុនខ្ញុំរត់បាន5ម៉ោងក៏បាន តែឥឡូវសុខភាព ឥ លោក ឡូវ តា អត់ទេ ចា បបដូចតែគេជួលប៉ុននិយាយគេឲ្យហើយគឺ ធម្មតា រត់ ដែរ 2ម៉ោងហ្នឹងសុំសម្រាប់បន្តិចទៀតបន្ត អូ2ម៉ោងសុំសម្រាប់តែបើសិនជាប្រជាពលរដ្ឋរបស់យើងនៅតែពេញចិត្តទេកុសលរបស់លោកតាគួរណាស់តែយល់ពីសុខភាពរបស់លោកតាបើតាមនាងខ្ញុំខ្ញុំគិតថាលោកតាគ្រាន់ណាស់តែប្រើសមត្ថភាពតែ1ម៉ោងក៏បានហើយ បាទ ចា គិតចង់បន្ថយក្មួយ ចាតែ1ម៉ោងខ្ញុំគិតថាគ្រប់គ្រាន់ហើយ នៅបានមួយអាយុវែងបន្តិច ចាត្រូវហើយព្រោះថាចង់ ដើម្បី ឲ្យ ចង់នៅបង្ហាត់បង្រៀនដល់ចៅក្មួយ ចា គេចង់បន្តចាបៃដងវែងឲ្យខ្ញុំ ចា បានបញ្យល់អប់រំមកក្មួយ ចាលោកតា ខ្ញុំថ្លៃចៅឯងអត់ពិការទៅកុំទូបីខាងសម័យគេ ចា ដូចថាគេច្រើន ជឿនលឿ គេ ន ចូលចិត្តជឿន ចា លឿនយ៉ាងណាប៉ុន្តែចៅជួយថែ ចា ជួយថែសម្បត្តិវប្បធម៌គឺតម្រង់ចាបៃដងវែងយើង ចា ចៅ លោកតាសប្តាហ៍ថ្ងៃលោកតាបដិបដាបានសិស្សប្រហែលអ្នកដែរ ខ្ញុំដែលរៀនផ្ទាល់ប៉ុនខ្ញុំបាន10នាក់ 10នាក់ចា ដែលកូនសិស្សខ្ញុំទៅរៀនបន្តទៅទៀតដូចជា ចា ពេជ្រសារ៉ាត់ ចា ដែលគេតពីខ្ញុំគឺ ចា អង្គការសិល្បៈខ្មែរអមតៈនោះគេអត់ ចា ទៅរៀនសិស្សវាថាបានប្រហែលជា20នាក់អីជាងទៀតដែរ ចាតាំងតែលោកតាបង្ហាត់បង្រៀនសិស្សរបស់លោកតាហើយលោកតាអង្ឃើញអង្កេតឃើញថាសិស្សមួយណាដែលគាត់លោកតាបង្រៀនទៅដូចចាប់បានលឿនហើយមើលទៅយើងរំពឹងទៅលើទេពកោសលរបស់គាត់ ដែលចាប់បានលឿនដែលខ្ញុំប្រញាប់រៀនមាននៅក្នុងស្រុកខ្ញុំដែរប៉ុន្តែគ្នាពិការដែរ ចាអពិការភ្នែក បាទ ដែរ តែ ណា ពេជ្រហ្នឹងគឺវាចាប់យកបានទាំងដំណើរខ្ញុំ ចា ឲ្យទាំងសំឡេង អូអញ្ចឹង បាទ នៅឯស្រុករបស់លោកតា បាទនៅស្រុកកំពង់ត្រាច់ ចា ភូមិស្វាយទួងของត្បូង ចា នៅភូមិកោះឆ្វាំង ចាចុះសប្តាហ៍ថ្ងៃគាត់ចាប់ផ្ដើមទទួលការងារខាងផ្នែកចាប៉ីដងវែងហើយឬនៅ បាទសិស្សខ្ញុំហ្នឹង ចា វាលេងភ្លេងការផង ចា បុណ្យចប៉ីគេជួលបុណ្យវាទៅច្រៀងចប៉ីដែរ ចាអញ្ចឹងអ្វីដែលលោកតាមើលឃើញថាគាត់មានសមត្ថភាព បាទហើយដែលមួយទៀតគឺកូនខ្ញុំគង់បុរាណហ្នឹងក៏វាមិនទាន់បានដល់កែពេជ្រហ្នឹងទេក៏ដល់តែបន្ទាប់បន្សំ ចា ខ្ញុំកំពុងតែអប់រំបញ្យល់តទៅទៀត ចឹង មួយ ចា បាទយ៉ាងណាក៏លោកតាមានកូនបង្កើតដែរ ចា បាទបាទគុំបារាណកូនបង្កើត បាទ ចា ប៉ុន្តែខ្ញុំចង់ដែលឆ្លៀតឱកាសបានជួលមកដល់ណែទូរទស្សន៍ CTN CTN ចង់ ចា បញ្ជាក់ផ្ដាំភ័យឲ្យ ចាសូមអញ្ជើញ ចៅ លោកតា ចៅក្មួយ បាទ ចា សូមជើញ ចា តា សូមអញ្ជើញ មានចៅខ្លះ ចា ថាលោកតាខ្ញុំចង់រៀនណាប៉ុន្តែមានពូខ្ញុំ ចា មានខ្ញុំប្រាប់ខ្ញុំថាកុំអោយរៀនចប៉ី ខែពីការមែន តាម អត់ តែរៀនចប៉ីពីការភ្នែកដូចថ្ងៃទៅជួន ចា រឿងនេះខ្ញុំសូមជម្រាបក្មួយចៅហើយនឹងជម្រាបដល់បងប្អូនដែលបានឃោសនាដែលគ្រាចង់រៀនហើយថាកុំអោយរៀន បាទ ចា អានេះតាគង់ណៃខ្ញុំនេះមិនមែនចេះចប៉ីហើយបានងងឹតភ្នែកទេ ចា អាយុ4ឆ្នាំក្មួយគឺកើតជំងឺអត់ធន់ ចា បានខ្ញុំល្ងឹតភ្នែកមិនដឹងគិតរស់ស៊ីអីមានកំណត់មួយគិតឲ្យឪពុកទិញចប៉ីយកមករៀន អូ បើបានជា ចា តែគ្រាន់ដោះស្រាយនៅជីវភាពជីវិតបាន អូ ហើយបងប្រាជួនគាត់ ចា មិនមានចេះចប៉ីហើយងងឹតទេ ចា គាត់មានជំងឺអាយុ7ឆ្នាំគេហៅថាជំងឺពឹស ចា អាចកុក ចា ដែលចូលចេញទៅតាមប្រទេសធ្វើឲ្យគាត់ពិការភ្នែក អូចា ឥឡូវសុំក្មួយពីនិតមើលដូចជាតែចេះចប៉ីឲ្យមិនងងឹតវាមានតាចកូម8 ចា តាបថៅដៃ ចា ស្មៀនឈិន ចា ដែលស្មៀនខិនស្មៀនទ្រីស្មៀនទៀន ចា វាមានច្រើនទៅទៀតរូអង្គវ័យអត់ងងឹតទេ ចា អញ្ចឹងសុំចៅបើចៅស្រឡាញ់
សម្បត្តិវប្បធម៌មេតាចៅជួយយកចិត្តទុកដាក់ជួយអភិរក្សព្រោះតាឈួននិងតាណៃមិននៅយូរបានប្រមាណទៀតទេចៅខ្ញុំចៅអាណិតតាជួយថែរក្សាអ្នកណាគេពើភ្ជាប់ពេកជ្រាយអ្នកណាគេថាមានថាឲ្យវារៀនស្អីមិនរៀនទៅរៀនទៅស្បៃមានចៅហ្នឹងមកនិយាយប្រាប់ខ្ញុំអញ្ចឹងឲ្យគេថាចុះចៅបើចៅអីជួយតំណាងបានពីតាទុកជាចៅអីជួយថែរក្សាសម្បត្តិវប្បធម៌យើងខ្ញុំប្រាប់គាត់ក្មួយចៅហ្នឹងអញ្ចឹងមួយណា អរគុណបាទនេះជាប្រដាំសូមអរគុណបញ្ញារបស់លោកតាផងដែរគុំជឿពាក្យប្រដេះប្រដាស់បាទ